អ្នកខ្លះគេថាអួតបើឥឡូវវាន់កខ្ចីលុយទៀតហើយឥឡូវប្រទេសណាមិនខ្ចីលុយគ្រាន់តែទម្រង់នៃការខ្ចីលុយខុសគ្នាឥឡូវខ្ញុំបញ្យល់ទេរដ្ឋាភិបាលជាច្រើននៅលើពិភពលោកប្រភពចំណូលនឹងរដ្ឋមានមកពីណាខ្លះប្រភពចំណូលទី1គឺមកពីពន្ធកប្រទេសយើងពន្ធកតូចណាស់ណាពន្ធដីពន្ធអីភាគច្រើនអត់មានទេបើនៅប្រទេសខ្លះពន្ធត្រួតគ្នាប្រទេសខ្លះមានរដ្ឋបាល2ថ្នាក់រដ្ឋបាលសហព័ន្ធរដ្ឋបាលរដ្ឋបង់2ជាន់កន្លែងខ្លះបង់3ជាន់បង់រដ្ឋបាលរបស់សហព័ន្ធមួយទៅបង់ state របស់រដ្ឋមួយទៅបង់របស់ឃុំមួយទៀតបង់2 3តង់មូលដ្ឋានទី1គឺមូលដ្ឋានពន្ធប្រាក់បៀវត្សនៅយើងប្រមាណអ្នកជាប់ពន្ធបៀវត្សតិចណាស់នៅប្រទេសអ្នកមានបៀវត្សភាគច្រើន 40% រកបាន100រត់យក40យើងពន្ធតិចណាស់ហើយក្នុងអាណត្តិនេះខ្ញុំបានប្រកាសថាយើងមិនត្រឹមតែសម្រួលពន្ធច្រើនណាស់បទូពន្ធណាស់ដោយសារកូវីដផងអីផងយើងក៏បានប្រកាសមិនបង្កើតពន្ធថ្មីទៅបង្កើតពន្ធដើម្បីទុកឲ្យលុយនោះនៅកប៉ៅប្រជាជននៅវិស័យឯកជនរបស់យើងជាច្រើនអញ្ចឹងរដ្ឋបានលុយមកពីណាប៉ុន្តែរដ្ឋមានចំណូលមិនមែនសារពើពន្ធមានខ្លះដល់ឥឡូវយើងក្រសួងសាធារណការគាត់លក់លេខផ្លាកលេខចឹងអាហ្នឹងបានចំណូលខ្លះតែពិតច្រើនទេបាទសេវាកម្មមួយចំនួនថ្នាក់ក្រោមជាតិសេវាលិខិតស្នាមមិនច្រើនទេបាទចំណូលទី2គឺពីកម្ចីកម្ចីមាន2ទី1គឺកម្ចីសាធារណៈរដ្ឋប្រទេសណាក៏គេខ្ចីដែរគ្រាន់តែមួយខ្ចីពីប្រជាពលរដ្ឋមួយខ្ចីពីស្ថាប័នឬមួយប្រទេសឥឡូវប្រទេសណាឧទាហរណ៍ប្រទេសអ្នកមានគាត់ខ្ចីតាមរយៈការចេញគេហៅ government bond គេថាលក់សញ្ញាប័ណ្ណរដ្ឋឬមូលបត្ររបស់រដ្ឋអាមេរិកគាត់លក់ treasury bond បានន័យថាគាត់លក់អា T-bill ហ្នឹងអ្នកដែលទិញពីគាត់បោយលុយមកហើយគាត់ទៅបង់ការប្រាក់ឲ្យអាហ្នឹងគឺការខ្ចីទៅហើយប្រទេសដែលឲ្យគេខ្ចីលុយក៏គាត់ដោយសារអនុភាពនៃការចំណាយជួនកាលពន្ធរបស់គាត់មិនអាចចេះតែតឡើងងាប់ប្រជាពលរដ្ឋអញ្ចឹងដល់ពេលឆ្នាំណាត្រូវចាយខ្លាំងមានសង្គ្រាមមានអីត្រូវចាយខ្លាំងត្រូវចេញអាហ្នឹងខ្ចីលុយបន្ថែមប្រទេសខ្លះជាពិសេសប្រទេសកំពុងអភិវឌ្ឍគឺខ្ចីអាបននឹងយើងចេញមួយចំនួនប៉ុន្តែខ្ចីពីស្ថាប័នឬដៃគូខ្ចីពី IMF ខ្ចីពី World Bank ខ្ចីពី ADB ខ្ចីពីបណ្ដាប្រទេសជាដៃគូការប្រាក់ទៀតឥឡូវបើសិនជាយើងមិនខ្ចីលុយឬមួយគឺរដ្ឋមិនខ្ចីលុយមិនចេញជាសញ្ញាប័ណ្ណរដ្ឋឬមួយក៏មូលបត្ររដ្ឋសម្រាប់ជាបនជាអីទៀតប្រទេសខ្លះឥឡូវចាប់ផ្ដើមប្រទេសនៅជិតយើងដែលពីក្រោយឆ្នាំទៅឃើញចេញលុយទៅឲ្យប្រជាពលរដ្ឋច្រើនខ្ញុំមិននិយាយនៅក្នុងអាស៊ានរបស់យើងប្រទេសខ្លះចាប់ដើមតឡើង VAT ហើយឆ្នាំទៅឆ្នាំក្រោយប្រទេសខ្លះជិតបោះឆ្នោតប្រជាពលរដ្ឋសូមឲ្យបេក្ខជនធានាថាកុំឲ្យមានតឡើងពន្ធទៀតតែជៀសមិនរួចព្រោះចំណាយកាន់តែខ្ពស់ចឹងគាត់តឡើង VAT តឡើង VAT ស្មើនឹងតឡើងតំណែងថ្លៃតំណែងប្រជាពលរដ្ឋទៅទិញបង់ VAT អញ្ចឹងពីមុន VAT 5% ទិញ100ត្រូវបង់105ឥឡូវ VAT ឡើង 8% ត្រូវបង់$108ប្រទេសខ្លះតម្លើងតាមរយៈការតម្លើងថ្លៃអគ្គិសនីថ្លៃអីហ្នឹងអាហ្នឹងក៏យើងគិតថាជប៉ុនជាតម្លៃបន្ថែមដើម្បីប៉ះប៉ូវការចំណាយប្រជាពលរដ្ឋវាមិនខុសពីក្រុមហ៊ុនមួយទេមានលុយ100នៅក្នុងផ្ទះបើយើងយកលុយ100នេះទៅពង្រីកហាងរបស់យើងប្រហែលយើងចាំសន្សំ10ឆ្នាំព្រោះថាលុយ100នេះយើងត្រូវចាយ
từ lừa ở vậy đây tầm khăn từ lừa phía ba sau gặp hiệp ở câu thể hiện xây học sập dương là so sai sập đi dương thử túc mà phải hiểu đâm bay xong túc cái lô miên ca làm ba dương vô mà phải hiểu túc bằng nghị hàng chân bằng nghị hàng đi pi ơi chân dương thử dần xong đọc khẻ rư mà năm đâm bay ai bằng nghị hàng đi bạn chân tình địa kia rồi môi có ra hàng phê tràn cứ kê xây tới tình địa kia bàn chắp hai sọc chất bong cà pra dạ pê tam dạ cá chụp đâu vô bảo vệ tại phơi giang na còn oi bầm nồi nước phu priệp thiết tới nâng chụp đâu là bao nhiêu bà sân chỉ dương rô ban mà pon dương rô ban mà rồi tay dương chai học sấp chụp pẹ học sấp chất sấp bong ta cà pẹ dương chụp hơi tay cá cướp krong tiếp bọc phật bầm nồi xa thiên nạ bao dương nơi cụp đất tiếp hay dương vô máu thưa ấy dương vô máu mình vô máu của chơi lục ti bà sân chỉ dương vô lao xây lơi từ nơi kia dương mũi có dương xây lơi bầm đầu đi vô máu vì vô tinh tè vô máu tinh vô máu chai tinh lan sự mẹ bọt chi anh ấy Việt thẹn còn tay dương vô máu sự mẹ bạc cao chấm nôi và thêm đôi nè xây ân là tiên lôi cà pẹ tiệp mà rồi bay sắp bằng bay liền tại do mà phơi pi oi cái lô ní cứ bàn chui oi bị chơi chôn hủa nó tam phơi nâng và cao xe từ cách chồng nô róp pon ní hai cái hai thà cá cướp krong hay đây vật thọ xả tiền đã dương xây bật ta xây đã cướp krong dương do chồng nô đi đầm bay pa pơ dương bật to từ vinh chỉ chiêng do lôi rót bao dương pi rồi liền do mà từ phơi tí hãy đọ pi cá thưa lá riêng tranh trai lơ bị vọt lừa ép sinh chẳng bây giờ vừa tập pi rồi liền mà chạm thưa ban tập lời đi thế tại mà chạm dương chậm đây vừa róp quan liền đam bay ấy bộ dương mình ai chăm ban bị chế rót mền tận nhẹ khai sọc phun sủi sọc tiệm cọ thế để tới cà phơi xong bay tận nhẹ đè nơi tam thì họ từ ngày muốn đường phơi chất mùi nhẹ bông không nhẹ có bông thom nhẹ chỉ cá lơ thử cá to chóp đôi kia nè cái che có tới cá spin đây có phong tư chẳng đầm bay ở dương miền là tập hiệp dương từ đi râu về kia là cá xem và tép xem được không chỉ chân rót tháp bị bao na có xây đây và tép tách na đây mình xây tại kia mình xây cái từ vô về kia là cá pa pơ tam rồi dẹp phía trên cứ vô về kia là cá pa pơ tam cá tầm làng phun lực lên tạiประเทศ nông miền chấm nô đôi miền prey miền xây trơn anh đang có ọc xây còn miền chấm nô xây tạiประเทศ đại miền tuân tiên tom chết đôi prey đây tại tại pa pơ ban tại bị cá chết bởi trong chai trơn chai top cho nên ở đây đại bị chết bọt trời cá thưa pleu thưa pet thưa ấy ở trơn sau có piệp bị chết chôn can tại trơn chấm nay từ lư sau có piệp xa tiền nặng dương trâu bạc cao cá chấm đạiแต่ล้างเบียร์วัดมาเตยเด็กกาจังเบียร์วัดได้ยื่งผมเอาบานไปปนเบียดกับน็อตยื่งใจแต่ลืมหมกโปรยสำคัญหายกาก็สร้างเซมเซเตียยื่งกาใช้ปัจจุบันจีกาทอปดาแต่กากรุบกรองมันเอาชิโร่หัวหายยื่งเมียนละตะเพียบซองตะวิงตีปีกายกตะวินิยกคือลือตะวินิยกกับจอมโกลดาววินิยกตะลือไอ้ได้บังคับพ่อประเทศเศรษฐกิจแย่เป็นไปเอายื่งดำใบยื่งรัวบ่ายอมาร้อยไปสับเลียนเติมปากการรอปอนเลียนนี่คือจะกากรุบกรองได้ตรับตรึงบันแมนยอมร้อยไปสับเลียนแต่แต่อย่างไว้ได้คลายเตยเจียตรำเศร้าแต่ดับเลียนเราอย่าไปดับชนะดิบ่ยังโยแต่ติงล้านมาร้อยไปสับเลียนจีบานแต่ดับชนะหรือแผลชนะก็ติดอ้อยดำไหลเวียนในซอแต่บ่ยังเพื่อปีร้อยกับเราเปล่าดิดับชนะเสร็จแต่ใกล้กันแต่การแถมที่โดยซาเกหาท่าติดโพลในดมตะกอภาษาอังกฤษภาษาเศรษฐกิจเกี่ยวกับ snowballing effect ดมตะกอนึงปีเลือกปูพนมขบัวเปลือยวิจับดำจูงเกยที่วิจับดำมาตู้เจดอกเปย์วิมอกเจ้าของการตัดทมเตยเศรษฐกิจโดยกินเปย์ได้ยังเธอเพลย์ที่หายไปเชื่อพรอดมาจนวนตุ้ยจับดำแต่เนินเธอกาบางห้างกับติวบางไอจังมันนึกจับดำมอการตะจรานดอกการตะจรานกับอะไรนั่งการตะรีดอกเคยไปเชื่อไปจมไอ้การตะจรานกิสนีตามันนึกหัวนึกเฉยไหนนึกหัวนึกเฉยไหนจังกิตอเพลิงตาไงผมภูมิเต็กแกตื่นดิอ๋อทลายจังดอกภูมิเป็นเตะเชิญกิจับดำดัก
ដាក់ភ្លើងដាក់ទឹកដល់មានភ្លើងមានទឹករោងចក្រចាប់ផ្ដើមទៅបើកអានឹងហើយគេហៅថាវាវិលជុំអញ្ចឹងការចំណាយធ្វើផ្លូវធ្វើស្ពានការកសាងវិនិយោគរបស់យើងដើម្បីរុញផលិតផលនិងសក្តានុពលទៅដល់មូលដ្ឋានហើយបើយើងមើលកម្ចីរបស់យើងទាំងពីរដ្ឋាភិបាលចិនពីកូរ៉េពីជប៉ុនពីធនាគារពិភពលោកពីអីដែលថាកម្ចីការប្រាក់ទាបឥណទានអនុគ្រោះគឺយើងមិនដែលយកទៅវិនិយោគយកទៅបើកប្រាក់ខែទេគឺយើងយកលុយជាតិពន្ធរបស់យើងយកទៅបើកប្រាក់ខែតែកម្ចីមកគឺយើងតែងតែយកវិនិយោគទៅលើហេដ្ឋារចនាសម្ព័ន្ធទៅលើអ្វីដែលជួយដល់សេដ្ឋកិច្ចឲ្យកាន់តែរីកចម្រើននេះគឺជាការវិនិយោគត្រឹមត្រូវបាទគឺវិនិយោគដើម្បីបង្កើតវិនិយោគយកលុយបង្កើតលុយហើយយកលុយបង្កើតលុយដើម្បីចូលកប៉ៅរត់ខ្ចីមែនប៉ុន្តែលុយបង្កើតហេដ្ឋារចនាសម្ព័ន្ធហេដ្ឋារចនាសម្ព័ន្ធនេះបង្កើតឱកាសសេដ្ឋកិច្ចលុយចូលកប៉ៅប្រជាជនផងលុយចូលមករត់ខ្លះផងនេះហើយគឺជាការចែកផលលាភនៃការអភិវឌ្ឍបាទមិនមែនបង្កើតធ្វើដាក់ធ្វើតែកន្លែងណាសម្រាប់តែរត់ផ្ដាច់មុខប្រើទៅទេគឺធ្វើសម្រាប់ឥឡូវខ្ញុំសួរបងប្អូនផ្លូវលេខ31ផ្លូវលេខ33ផ្លូវលេខ41 200គីឡូដែលធ្វើនេះបើសិនជាបងប្អូនណាប្រើឲ្យមានរត់ទៅទាលុយប្តឹងមកខ្ញុំបាទអត់ទេគឺសម្រាប់បងប្អូនធ្វើដំណើរស្រួលកាត់បន្ថយថ្លៃចំណាយសំលុយនេះហើយជាការពិតគឺផលចូលកប៉ៅប្រជាពលរដ្ឋរបស់យើងនេះជាការពិតគឺអ្វីដែលយើងធ្វើមានការទទួលខុសត្រូវហើយគ្មានប្រទេសណារដ្ឋណាតិចណាស់នៅលើពិភពលោកនេះដែលមិនប្រើប្រាស់រិះរកវិធីសាស្ត្រការខ្ចីគឺការដោះស្រាយវិទ្យាសាស្ត្របើយើងចង់ធ្វើ10មុខយើងមានលុយប៉ុណ្ណឹងតែយើងគ្រប់គ្រងវាយ៉ាងម៉េចនេះគឺជាវិទ្យាសាស្ត្រការវិនិយោគកម្រិតណាការបង្កើនចំណូលយើងដើរផ្លូវណាការជំរុញជីវភាពរស់នៅយ៉ាងម៉េចអញ្ចឹងអ្វីដែលខ្ញុំលើកថ្ងៃនេះបងប្អូនបានឃើញហើយសូម្បីតែអ្នកជិះមកព្រឹកមិញបាទមកពីដូនកែវបាទដូនកែវឥឡូវមកអង្គតសោមលឿនបាទកាលមុនពីផ្លូវជាតិលេខ2នឹងធ្វើហើយគេមកទៅតាមហ្នឹងទៅអង្គតសោមទៅដូនកែវពីមុនធ្វើផ្លូវហ្នឹងតើប្រើពេលប្រហែលចកេះមិនស្រួលកិច្ចបជីឡានតែឥឡូវជិះមិនស្រួលលឿនគេថាហួសផ្លូវនិយាយជិះមិនស្រួលលឿនសួរថាតើតាមបដ ாய் ផ្លូវទៅក្រោយពីធ្វើផ្លូវហើយរីកហើយតើកំណើនឬមួយក៏ជីវភាពរស់នៅប្រជាពលរដ្ឋយ៉ាងណាច្រើនណាស់នៅទូទាំងប្រទេសគ្រប់កន្លែងទាំងអស់នេះគឺការធ្វើផ្លូវតភ្ជាប់ការធ្វើស្ពានតភ្ជាប់អានេះខ្ញុំអត់និយាយពីការធ្វើកំពង់ផែតភ្ជាប់ផ្លូវសមុទ្រផែទឹកសាបការតភ្ជាប់តាមផ្លូវអាកាសទេថ្ងៃនេះយើងនិយាយតែផ្លូវទេហើយផ្លូវនេះគឺតភ្ជាប់ច្រើនហើយខ្ញុំនិយាយតែផ្លូវថ្នល់ហើយស្ពានទេអត់និយាយផ្លូវដែកទៀតបាទអញ្ចឹងបងប្អូនអ្នកដែលរស់នៅទីនេះហើយខ្ញុំឃើញអ្នកដែលចូលមកកម្មវិធីនេះខ្ញុំគិតថាភាគច្រើនលើកលែងតែក្មួយតូចរៀននៅថ្នាក់វិទ្យាល័យបែរជាកើតអត់តាន់ផ្លូវនេះមុនទៅមុនផ្លូវ41ទេអញ្ចឹងអាចជាសាក់សីរស់អ្នកដែលរស់នៅតាមបណ្ដោយផ្លូវនេះអាចជាសាក់សីរស់ថាតើពីមុនផ្លូវនេះធ្វើ